សន្និដ្ឋានថានោះពិតជាអាវុធនៅលើទូកមែនទេមើលទៅទម្ងន់ទូកនៅលើទឹកអាចឃើញថានោះជារបស់ជាតិដែកហើយចំនួនច្រើននេះសុទ្ធតែជារបស់ប្រើការផ្នែកកងទ័ពជនបរទេសខ្ញុំយល់ថាគឺអាវុធដំណឹងដែលអ្នកទាំងអស់គ្នាផ្ដល់មកយើងសំខាន់ណាស់នាងដឹងទេនៅស៊ូប៉ីកងទ័ពដែលរត់ចោលជួរពីពួកវានិងពួកចោលព្រៃឲ្យដំណឹងមកយើងមិនខុសពីពួកនាងនិយាយដែរប៉ុន្តែនាងដឹងថាពួកគេទៅតាមផ្លូវណាទេតាមការកំណត់កប៉ាល់នឹងទូកចេញដំណើរនៅកំពង់ផាយើងអាចស្រាវជ្រាវឃើញបានយើងធ្វើយ៉ាងណាដឹងឲ្យបានឆាប់រហ័សខ្ញុំដឹងហើយបើសិនជាចាត់ការអាវុធរបស់ជនបរទេសបានអ្នកទាំងអស់គ្នានឹងមានស្នាដៃធំណាស់ពិតមែនទេអូស៊ីធ្វើយ៉ាងណាតាក់ទងឲ្យហ្វាំងថៅចាត់ការរឿងនេះងាយស្រួលដល់ពួកយើងតាមដានសកម្មភាពសត្រូវផងឥឡូវនេះខ្ញុំនឹងចាត់ការរឿងនេះមនុស្សដូចអូស៊ីយ៉ាងម៉េចដែរខ្ញុំគ្រាន់ធ្វើការជាមួយនាងទេនាងយ៉ាងម៉េចនឹងទុកឲ្យថ្នាក់លើជាអ្នកបាយតម្លៃចុះខ្ញុំចង់សួរថាសមត្ថភាពការងាររបស់នាងយ៉ាងម៉េចគ្រាន់បើនេះជាកូនព្រួញដ៏ល្អខំមកដោះបណ្ដានាងទេតើពេលណាទៅខ្ញុំឈប់ធ្វើជាសង្សាររបស់នាងបាននេះបានន័យថាម៉េចខ្ញុំយល់ថាខ្ញុំមិនស័ក្តិសមជាមួយនឹងការងារនេះទេម្យ៉ាងទៀតខ្ញុំយល់ថានាងគឺមិនប្រកាសតែស័ក្តិសមនឹងធ្វើការងារជាមួយនឹងខ្ញុំដែរតែគេនិយាយថាធ្វើការជាមួយលោកគឺពិតជាល្អណាស់ហើយសង្ឃឹមថាខំរៀនសូត្រជាមួយនឹងលោកតទៅទៀតផងនេះគឺឈិញវិនឈាននឹងប្រពន្ធរបស់គេឈិញវិនឈានគឺជាសិស្សដ៏ពូកែម្នាក់របស់វាងជីងវៃតែនៅបរទេសគេនៅរៀនមហាវិទ្យាល័យផ្នែកច្បាប់ជាមនុស្សដ៏សំខាន់របស់វាងជីងវៃម្នាក់ឥឡូវយើងបានពិនិត្យបានច្បាស់លាស់អស់ទៅហើយ6ថ្ងៃក្រោយឈិនវិនឈានគេនឹងធ្វើដំណើរតាមកប៉ាល់ឈ្មោះអ៊ីងសានហ្វាន់មកសៀងហៃក្រុងឆុងឈិញបានចេញបញ្ជាមកឲ្យយើងហើយលោកសន្និដ្ឋានថាជាបញ្ជារបស់ឆុងឈិញអាចចាត់ការឈិញវិនឈានមែនទេស៊ីយិននិយាយមួយម៉ាត់នេះបានន័យថាម៉េចខ្ញុំមិនយល់ទេតាមការពិតគឺអញ្ចឹងទេណាបច្ចុប្បន្នតាក់ទងរបស់យើងត្រូវពួកបរទេសបំផ្លាញចោលខ្ញុំនិងស៊ីយិនរត់ទៅដល់ទីនោះយើងទទួលបានបញ្ជាពីថ្នាក់លើមួយចំណែកគឺពាក្យឈិញវិនឈាននិងពាក្យអ៊ីងសានហ្វាន់ឈិញវិនឈានមានឈ្មោះនៅក្នុងបញ្ជីពីគិតយូរណាស់មកហើយឥឡូវក្រុមឆុងឈិញផ្ដល់ដំណឹងឲ្យយើងពីកប៉ាល់មកដល់លើកនេះពិតមែនថាมันមានបញ្ហាផ្ទាល់ប៉ុន្តែខ្ញុំសន្និដ្ឋានថាថ្នាក់លើចង់ឲ្យយើងចាត់ការវាចោលខ្ញុំមិនអាចកភាពឲ្យសម្រាប់ឈិញវិនឈានទេឥឡូវនេះបញ្ជារបស់ឆុងឈិញនៅមិនទាន់ច្បាស់លាស់បាត់បញ្ជាថ្នាក់លើមិនមែនសម្រាប់ឈិញវិនឈានគិតយ៉ាងគេបញ្ជានោះពិតជាឲ្យយើងសម្រាប់ឈិញវិនឈានពិតមែនថ្ងៃក្រោយយើងគង់តែមានឱកាសសម្រាប់គេទេខ្ញុំយល់ថាគួរតែរងចាំបញ្ជាឆុងឈិញឲ្យច្បាស់លាស់សិនរួចហើយចាំចាត់ការទៀតផានថាសេវីពួកឯងទៅពីយល់យ៉ាងម៉េចខ្ញុំយល់ថាស៊ីយិនគិតនិយាយនេះត្រឹមត្រូវណាលោកនាយខ្ញុំស្ដាប់តាមលោករយៈពេលកន្លះឆ្នាំនេះឈិញវិនឈិននៅជាមួយនឹងវាងជីងវៃទៅចរចាជាមួយរដ្ឋាភិបាលបរទេសឥឡូវគេស្រាប់តែត្រឡប់មកវិញនោះប្រកាសជាធ្វើឲ្យឆុងឈិញមានការប្រែប្រួលបើមិនសម្លាប់គេឆុងឈិញមានរឿងអីផ្ដោតដំណឹងរបស់គេឲ្យមកយើងទៀតខ្ញុំគិតថាយើងត្រូវសម្លាប់គេចោលណាមុននឹងគេធ្វើសកម្មភាពនៅសៀងហៃនេះគឺជាបញ្ជាពីគិតសម្ងាត់មិនអាចបញ្ជាពេលបានទេលោកតកែហ្វុងឈប់ជជែកទៀតទៅមានបញ្ហាអីខ្ញុំទទួលខុសត្រូវថ្ងៃស្អែកយើងទៅកំពង់ផែពិនិត្យស្ថានភាពភូមិសាស្ត្រមានអ្នកយកការឈិញវិនឈាន5ថ្ងៃក្រោយទៅមកដល់ហេតុអីបានជាពួកគេមកពិនិត្យតាំងពីពេលនេះពួកគេប្រហែលជាមានការប្រុងប្រយ័ត្នគឺខ្លាចមានមនុស្សបន្លំចូលទៅធ្វើឲ្យរឿងរ៉ាវកាន់តែវែងឆ្ងាយស៊ីយិនណានេះនឹងខ្ញុំចូលទៅខាងក្នុងបានថានឹងសៀវវៃពួកឯងទៅមើលឲ្យបានច្បាស់កន្លែងចាត់ការរបស់ពួកឯងស៊ីយិនឡានឈប់នៅខាងមុខទៅ
គេតាមពីក្រោយខ្ញុំចាំរុនស៊ីនពេលបន្តិចទៅណាមើលឃើញហើយណាឈិនតាមពិតគឺជាអ្នកប្រចាំការនៅលើផ្ទះខាងលើម្នាក់គេប្រកាសជាបានឃើញអ្វីមួយបានជាចាក់ចេញពីផ្ទះនោះតែមនុស្សស្មានថានៅទីនោះបានជួបឃាតករដល់កំភ្លើងមិនទាន់បានបាញ់ផងក៏ស្រាប់តែមករបួសយ៉ាងណាឃាតករប្រើកាំបិតច្បាស់ណាស់ចាក់ចូលឆ្អឹងជំនីប្រឡោះទី2និងទី3ទំហំ3ហ៊ុនកន្លះលេពីសួតរហូតដល់បេះដូងកាំបិតចាក់ចូលក្នុងសួតមុនហើយនេះហើយសំបីតែស្រែកក៏មិនទាន់បានស្រែកផងទេហើយនេះហើយពួកយើងក៏មិនដឹងថាគុំមិនដែរនោះសុទ្ធតែជាមនុស្សឆ្លងកាត់វឹកហាត់ដល់ពិសេសទើបធ្វើដូច្នោះបានមើលទៅដៃគូប្រឆាំងរបស់យើងមិនធម្មតានោះទេណាលោកនេះកុំបារម្ភអីមិនថានរណាក៏ដោយហើយតែហ៊ានមកបង្ករឿងក្នុងកំពង់ផែយើងនឹងចាប់ពួកគេទាំងអស់ឲ្យបានពួកយើងទៅឲ្យឈិញវិនឈិនរស់នៅត្រូវតែឲ្យអ្នកតំណាងភាគីមកខាងនេះចរចាជាមួយយើងដោយរស់នៅមិនមែនសម្រាប់យើងទៅសម្រាប់អ្នកយកការពី3អ្នកប៉ុណ្ណោះអាចចប់បានទេបញ្ជាទៅពួកគេទៅកប៉ាល់អ៊ីសានហ្វានមកដល់កំពង់ផែពេលណាត្រូវបិទកំពង់ផែពេលនោះក្រោយពេលឈិញវិនឈិនចុះពីកប៉ាល់អ្នកផ្សេងទើបអាចចុះមកបានប៉ុន្តែបើធ្វើយ៉ាងនេះខ្ញុំបារម្ភពីមុខយ៉ុងវិនគេប្រកាសជាមានការចំទាស់មិនខាននោះទេណាបើគេមិនស្ដាប់តាមយើងបានន័យថាថ្នាក់ដល់កងទ័ពរបស់យើងនេះជារឿងដ៏សំខាន់សម្រាប់ពួកយើងការពារមហាប្រទេសយើងជាមួយនឹងវាងជីងវៃចុះកិច្ចព្រមព្រៀងឲ្យមានដំណើរការល្អប្រសើរគឺតែប៉ុណ្្នឹងទេដើម្បីទទួលស្វាគមន៍ឈិញវិនឈិនខ្ញុំបានឲ្យមនុស្សទៅប៉ុស្តិ៍ប៉ូលីសដែរគេថាម៉េចគេថាយោងទៅតាមកិច្ចសន្យាព្រមព្រៀងរវាងប្រទេសទាំងពីរគេមានទួនាទីក្នុងការការពារឈិញវិនឈិនដែរមេប៉ូលីសជួពេញឈិញប្រហែលជាមិនចង់ឲ្យយើងសម្រេចកិច្ចការធំទេម្នាក់នេះសម្រាប់ចោលទៅម្នាក់នេះមិនត្រូវទុកទេមែនទេលោកស៊ូជីងនៅក្នុងពេលនេះធ្វើអ្វីក៏ដោយមិនអាចឆេវឆាវបានទេស្ដាប់យល់ទេបាទថ្ងៃស្អែកប៉ាខ្ញុំនឹងចេញបងប្អូនក្នុងក្រុមមកពិសាបាយដល់ពេលនោះពួកយើងនឹងបន្លំចូលក្នុងកំពង់ផែដើម្បីមើលតារាងកប៉ាល់ចេញចុះហើយអីបានជាប៉ារបស់នេះអញ្ជើញខ្ញុំមកចូលរួមហូបបាយដែរនេះជាច្បាប់ទម្លាប់របស់យើងឲ្យតែថ្ងៃពេញបរមីរៀងរាល់ខែប៉ាខ្ញុំមិនដេញដោលរឿងរកស៊ីទេដល់ពេលនោះយើងទៅពិនិត្យតារាងកប៉ាល់ចេញចូលគាត់ប្រកាសជាមិនដឹងរឿងថ្ងៃដែលលោកយកគំនូររបស់ខ្ញុំឲ្យទៅអ្នកគ្រូពេទ្យជាងគាត់និយាយថាម៉េចខ្លះគាត់ថានាងគូបានល្អណាស់ចុះលោកយល់យ៉ាងម៉េចខ្ញុំក៏យល់ថាគូបានល្អដែរហ្នឹងណាប៉ិតមែនហើយខ្ញុំរៀនគូគំនូរតាំងពីអាយុ13ឆ្នាំម្លេះនេះមានស្មារតីនឹងណោល្អណាស់នេះកំហេតុអីបានជាលោកដឹងថាពួកគេមិនមែនមកសម្រាប់ពួកយើងបើសិនជាពួកគេមកសម្រាប់ពួកយើងពួកគេសម្លឹងមើលយើងហើយចុះពួកគេសម្លឹងអ្នកណាគេសម្លឹងមើលមនុស្សប្រុសដែលនៅជាប់តុក្បែរយើងនោះណា
គេជាអ្នកណា ម្នាក់នោះគឺជាមេប៉ូលីសឈ្មោះជុនពេញជីង គេស្លាប់បាត់ទៅដឹង នៅក្នុងកាបូបរបស់នាងមានស្អីក្នុងកាបូបរបស់នាងជាស្អីហ្នឹង បើមិនមែនលោកខាត់ខ្ញុំទេខ្ញុំប្រហែលជាតដៃបាត់ទៅហើយ នាងជាប្រាំងកំភ្លើងទៀតណា ប្រហែលជាចេះកំភ្លើងដៃ CP បាញ់ម្ដង4គ្រាប់ចម្ងាយ12ម៉ែត្រប៉ាខ្ញុំទិញឲ្យខ្ញុំ បានឡើងទៅ ចា រកស្អីហ្នឹងបានជាបញ្ញាបញ្ញាយ៉ាងនេះ ខ្ញុំរកផ្ទាំងគំនូប្រចាំឆ្នាំហ្នឹងណា មិនតន់ចូលឆ្នាំផងតែរកគំនូប្រចាំឆ្នាំធ្វើអី អាយ៉ាជួបពេញឈិញប្រហែលថ្ងៃមុនមានគេចង់សម្រាប់គាត់ខ្ញុំចង់ជូនផ្ទាំងគំនូ2ទុកឲ្យគាត់កុំឲ្យភ័យពេកណាគឺមួយនេះហើយ សេនាប្រចាំមុខផ្ទះមិនកើតទេនេះសុទ្ធតែជារូបភាពរបស់យើងទាំងពីរ នេះមិនដឹងមែនអត្តន័យទៅនេះជួបពេញឈិញគេប្រកាសជាយល់មិនខានទេលោកនេះមានគេយករបស់នេះមកជូនលោក អ្នកណាគេយកមក ដូចជាលោកតកែហ្វុងគាត់ថាជាសេនាយាមផ្ទះទាំងពីរលោកនេះផ្ទាំងគំនូ2ដូចគ្នាតើបិទយ៉ាងម៉េចទៅ ពងយុថៃនេះពិតជាយល់ចិត្តរបស់ខ្ញុំមែន លោកនេះអាណាគេជូនលោក នេះគឺជាកាដូរបស់លោកពងមកឲ្យខ្ញុំណាពីព្រោះថាមានគេចង់បាញ់សម្រាប់ខ្ញុំពួកគេត្រូវតែជួយលើកទឹកចិត្តដល់ខ្ញុំយ៉ាងម៉េចដែរហ្នឹងគេមិនជួយយើងមិននិយាយវែងឆ្ងាយហើយដូច្នេះហើយគឺជូនផ្ទាំងគំនូទាំងពីរនេះមកឲ្យយើងណា ផ្ទាំងគំនូទាំងពីរជូនទៅលោកបានន័យថាម៉េចគឺគំនូរបស់សេនាឈិញឈិញ សេនាប្រចាំទ្វារឆ្វេងស្ដាំគឺសេនាឈិញឈិញដែរ ពាក្យស្លោកអីទៅ ស្លោកមួយគូនៅលើឈិញឈិញគឺយើងមានពាក្យពីរជាប់គ្នាចិត្តកតញ្ញូជាប់នឹងខ្លួនរាប់អានមិត្តភក្តិចិត្តស្មោះស្ម័គ្រនឹងគ្នាគេសរសើរថាយើងគឺមានសារជាតិល្អគួរឲ្យយើងគោរពគឺមិនខ្លាចពួកឃាតករងឹតតាមសម្រាប់ទេ លោកនេះគេជូនផ្ទាំងគំនូទៅលោកបានន័យថាអត់បញ្ហាមែនទេវាដូចជាងាយពេកហើយ ឯងអត់យល់អីមែនមនុស្សដែលមានសុជីវធម៌យល់ដឹងគឺពួកគេមិនធ្វើថោកទាបផ្ដេសផ្ដាស់នោះទេឥឡូវនេះពួកឯងយល់ហើយឬនៅហ្នឹងហ៎ មិនទាន់យល់ទេ លោកពូ អ្នកនាងអូយថ្ងៃនេះមិនក៏ទំនេរមកលេងនឹងខ្ញុំ លោកពូម្នាក់នេះគឺជាមិត្តរបស់ខ្ញុំ សង្សាររបស់នាងហើយលោកម្ចាស់ដឹងហើយនៅ ខ្ញុំបានជម្រាបប៉ាខ្ញុំរួចហើយ លោកពូខ្ញុំចង់ខ្ចីកន្លែងលោកពូជជែកគ្នាលេងជាមួយមិត្តភក្តិបានទេ អត់បញ្ហាទេឥឡូវនេះខ្ញុំកំពុងតែទៅកំពង់ផែពិនិត្យការងារនាំគ្នាជជែកលេងចុះណាតាមស្រួលទៅ អរគុណលោកពូហាង នេះជាតារាងទុកចេញចូល នេះគឺជារូបថតនៅតារាងកប៉ាល់ចេញចូល ថ្នាក់លើមានដំណឹងរបស់ឈិញបញ្ឈៀនតែសម្លាប់មិនបានហេតុនេះហើយលោកត្រូវតែហាមឃាត់លោកថកែហ្វុងធ្វើសកម្មភាព ប៉ុន្តែខាងកងទ័ពគេយល់ថាឈិនមិនឈិននោះជាមួយនឹងវាងធីងវៃគឺក្បត់ជនជាតិធំបំផុត ឈិញបញ្ឈៀនជាមួយវាងឈិញវៃនៅបរទេសចរចាជាមួយពួកបរទេសរយៈពេលរាប់ខែទៅហើយម្ដងនេះគេស្រាប់តែត្រឡប់មកសៀងហៃនោះគឺមកពីវាងឈិញវៃចរចាជាមួយពួកបរទេសមានការឯកភាពគ្នានៅក្នុងពេលនេះយើងត្រូវតែដឹងពីខ្លឹមសារនៃការចរចារបស់ពួកវាប្រសើរជាងទៅសម្រាប់ជនក្បត់ម្នាក់ចំពោះមុខឈិញបញ្ឈៀនគឺជាច្រកមួយសម្រាប់យើង
បើសិនចាត់ការជន់ក្បត់នេះគឺបានន័យថាគឺធ្វើឲ្យភ្ញាក់ផ្អើលទៅដល់អ្នកដែលចូលរួមគំនិតជាមួយនឹងពួកវា វាងជីវ័យគឺជាមន្ត្រីជាន់ចាស់របស់បកគុកមេងនៅជួរខាងរដ្ឋាភិបាលមានមនុស្សគោរពនិងជឿជាក់គេខ្លាំងណាស់ឲ្យតែគេស្រែកមួយម៉ាត់នោះប្រកាសជាមានឥទ្ធិពលខ្លាំងផ្អើលដល់ពួកជនក្បត់ទាំងនោះផ្ទុយទៅវិញបើសិនជាយើងដឹងពីអាចកម្បាំងពិតប្រកបដែលពួកគេខົບខិតជាមួយជនបរទេសក្បត់ជាតិមែនយើងនឹងបកអាក្រាតរឿងក្បត់ជាតិរបស់គេពិតប្រកបជាសាធារណៈ រឿងនេះពិបាកចាត់ការណាស់ពីព្រោះលោកតកែហ្វុងគេបានរៀបចំផែនការរួចទៅហើយគេប្រកាសជាពិបាកនឹងដកខ្លួនណាគេមិនព្រមដកខ្លួនទេណា អញ្ចឹងត្រូវតែការពារសុវត្ថិភាពរបស់ឈីងវិនឈៀន ចុះខ្ញុំត្រូវការម្នាក់នេះមកជួយខ្ញុំដែរទេណា កុំបារម្ភខ្ញុំនឹងឲ្យមនុស្សទៅលើ នៅលើកំពង់ផែផ្លូវសម្ងាត់មួយក៏គ្មានដែរ មើលពីក្រៅទៅរកកន្លែងច្រកលាក់ខ្លួនមិនបានតែជាស្ដែងមានកន្លែងសម្ងាត់ច្រើនដែលយើងមិនដឹងពួកវាកប់ខ្លួននៅកន្លែងណា បានថាកន្លែងកំភ្លើងដែររបស់ពួកឯងយ៉ាងម៉េចទៅហើយ អត់មានទេកន្លែងសំខាន់ជនបរទេសគឺមានប្រចាំការគ្រប់គ្នាសេធានគេជាជើងឯកម្នាក់ណា ប៉ុន្តែឈីងវិនឈៀនគឺជាមនុស្សដ៏សំខាន់បំផុតនៅក្នុងបញ្ជីដែលពួកយើងត្រូវតែសម្លាប់ ទោះជាយើងបន្លំចូលក្នុងកំពង់ផែបានទៅសម្រាប់ឈិញវិនឈៀនក៏យើងរត់ទៅណាមិនរួច ចាំបាច់រត់ទេក្នុងនេះមាននំ4តែមាននំមួយគឺមានស្នូលជាស្ករអ្នកណាចាប់បាននំដែលមានជាតិស្ករញ៉ាំស្កររួចហើយទៅកំពង់ផែចាត់ការឈិញវិនឈៀនតែម្ដងទៅ ត្រូវតែមានម្នាក់ស្លាប់មែនទេ កិច្ចការប្រទេសជាតិសំខាន់ណាស់យើងមិនចង់ឲ្យប្រជាជនទទួលរងគ្រោះទេព្រោះយើងជាកងទ័ពមិនអាចខ្លាចមុខខ្លាចក្រោយបានឡើយណាបានខ្ញុំចាំមុន ការធ្វើឃាតជាលក្ខណៈអត្តឃាតជាវិធីដ៏ល្អបំផុត បរិយសូមជើញជួបបរិយសូមជើញ ពួកបរទេសនឹងទទួលឈិនមិនឈៀងចេញពីកំពង់ផែគឺប្រកាសឆ្លងកាត់តាមទន្លេនេះឆ្លងកាត់តាមស្ពាននេះនៅខាងនោះគឺជាផ្ទះរបស់ប្រជាជននៅខាងនោះគឺមានដងមួយជាវៃឯងនៅក្នុងដងគឺដាក់ក្របឯងទោះជាសម្រាប់ឈិនមិនឈៀនមិនបានកណ្ដោក៏មិនដែរខ្ញុំនៅខាងលើផ្ទះវិហារជាចំណុចសម្រាប់ខ្ញុំណាពួកយើងមានគ្នាច្រើនបើវាមិនស្លាប់ទេយើងថែមមកក្របឲ្យវាទៅ ហើយចុះស្ពាននេះគិតយ៉ាងម៉េចខាងនោះកំពុងជួសជុលផ្លូវខ្ញុំគិតរួចហើយផែនការអាចទៅរួច អ
ជាប់ហើយនៅរួចហើយប្រយ័ត្នខ្លួនឯងផងណាមិនទេទៅផ្លាស់ខោអាវភ្លាមទៅបានរៀបចំរួចរាល់ហើយហ៎ រួចរាល់ហើយ ញ៉ាំសម្លបន្តិចទេយ៉ាងម៉េចដែរ ឆ្ងាញ់ណាស់ គួរតែយកទៅឲ្យហ្វាំងថៃញ៉ាំទេគេទៅរងចាំ10ថ្ងៃទេ មិនបាច់ទេក្រុមពិឃាតដែលបង្កប់ខ្លួនដាច់ខាតគេមិនផឹកទឹកទេ លោកនេះឡានមកដល់ហើយ អារុនសួស្ដីលោកម្ចាស់ អ៊ីវ៉ាន់ក្រៅហើយនឹងហើយ ថ្ងៃនេះពួកបរទេសគេនឹងទទួលភ្ញៀវកិត្តិយសរបស់គេខ្ញុំខ្លាចមានបញ្ហាកើតឡើងបាទជាខ្ញុំក្រោកពីព្រលឹមតិច ថ្ងៃនេះជាថ្ងៃអាក្រក់ជាថ្ងៃគ្រោះថ្នាក់ច្រើនគ្រួសារយើងទាំងមូលអ្នកណាក៏មិនអោយទៅណាដែរជាពិសេសគឺអ៊ូសៀណា ខ្ញុំនឹងរៀបចំភ្លាម នៅខាងកើតផ្ទះរបស់យើងមិនខ្វល់ទេតែនៅក្នុងគ្រួសារយើងធ្វើយ៉ាងណាឲ្យបានសុខ ខ្ញុំដឹងហើយ លោកឈិញសួស្ដីจากខ្ញុំណែនាំស្គាល់ខ្ញុំជាមេក្រុមយកការប្រចាំស្រុកនេះខ្ញុំឈ្មោះថាស៊ូជីងសៀវម្នាក់នេះគឺជាវាយនីរបស់ខ្ញុំលោកសៀវឈៀនអ៊ីឡាងសួស្ដីលោកឈិញវិនឈៀន សួស្ដីលោកយៀន ពីពេលនេះតទៅសុខភាពគ្រួសារលោកទាំងមូលគឺពួកខ្ញុំជាអ្នកទទួលខុសត្រូវ ចំពោះមុខរដ្ឋាភិបាលថ្មីរបស់វាងជីងវៃកំពុងតែត្រៀមដំណើរការបណ្ដាប៉ុន្តែសភាពកម្មមិនទាន់នឹងនៅទេសូមលោកមេត្តាជួយ នេះជាទុនទីរបស់ខ្ញុំឡានកំពុងតែរងចាំនៅខាងក្រៅទៀត បានសូមអញ្ជើញ សូមអញ្ជើញអញ្ជើញ ព្រោះយើងបានទៅលើស្ពានកុកពីរ ស្ពានកពីកំពុងតែជួសជុលទៀតគិតមិនចឹង កុំនិយាយច្រើនធ្វើដំណើរទៅមុខ បាទរៀន មិនបានជាពួកគេទៅតាមស្ពានកុកពីរខាងនោះបាត់ច្រកហើយតា ខ្ញុំក៏មិនយល់ដែរពួកអាចរាយទៅនេះធ្វើអីចេះទៅណោះបានបត់ស្ពានដែរ លោកសេឈៀនហេតុអីបានជាពួកយើងវិលចុះវិលឡើងអញ្ចឹងហេតុអីទៅ ពួកយើងទទួលដំណឹងសម្ងាត់ផ្នែកកងទ័ពមានគេចង់សម្លាប់លោក
ខ្ញុំប្រើវិធីបញ្ឆោតពួកគេលោកកុំបារម្ភអី មិនបានជាពួកគេបដូរផ្លូវផ្សេង ស៊ីយិនកុំតាមអីពួកយើងនៅខាងក្រៅបើតាមទៀតប្រកាសជាមានគ្រោះថ្នាក់មិនខានទេ ពេលនេះគិតយ៉ាងម៉េច ទៅខាងមុខបត់ស្ដាំទៅតាមច្រកផ្លូវមួយផ្សេងទៀតទៅ ចា៎ ហើយមើលតាឡានខាងក្រៅមានតាមយើងទៀតទេ ពួកយើងបានមកខាងនេះឡាននៅខាងក្រៅនោះក៏បាត់តែម្ដង ពួកយើងឆាប់រលឹងគឺពួកកងទ័ពមែនទេ កុំភ័យអ្នកទាំងពីរក្រាបចុះសិនទៅ ក្រាបទៅ ត្រឡប់ទៅវិញ ចុះសិនក្នុងវ៉ាលីរបស់លោកតាដាក់ស្អីខ្លះទៅយើងត្រូវការពិនិត្យបន្តិច បានហើយលោកទៅចុះ ពួកឯងទៅខាងនោះ បាទចង្អាយយោធ្វើស្អីគេហ្នឹង ចង់ផ្ដាស់មែន តាមខ្ញុំ កំរុនប្រយ័ត្នយើងបាញ់កំរុនស្គៀមកំរុន ប្រយ័ត្នយើងបាញ់ ប្រយ័ត្នយើងបាញ់ស្គៀមកំរុន លោកឈិញអ្នកស្រីរឿងមាញ់មិញសូមអ្នកទាំងពីរកុំភ័យពេកណាមកដល់កន្លែងយើងប្រកាសជាមានសុវត្ថិភាពល្អហើយបោះសុំជិះអង្គុយ លោកឈិញជួយគិតគូរដល់កិច្ចការប្រទេសជាតិគួរខ្ញុំកោតសរសើរណាស់ប៉ុន្តែសូមលោកមិនចាំបាច់បារម្ភពេកទេខ្ញុំយល់ថាក្រុមឃាតករទៅនោះមិនមែនចង់សម្លាប់លោកនោះទេគ្រាន់តែឲ្យដំណឹងតែប៉ុណ្ណោះ ហើយដើម្បីទៅ ឃាតករប្រើកំភ្លើងដៃចម្ងាយនោះទោះជាយ៉ាងណាក៏មិនអាចសម្លាប់ពួកលោកបានដែរ ប៉ុន្តែគេធ្វើយ៉ាងនេះពួកយើងក៏ទ្រាំមិនបានដែរ អញ្ចឹងលោកឈិនរៀបចំគ្រួសាររបស់ខ្ញុំនៅក្នុងតំបន់កាត់កោតរបស់លោកទៅបានដែរទេហ្នឹងហើយ ពួកខ្ញុំក៏ចង់រៀបចំឲ្យនៅក្នុងតំបន់កាន់កាប់របស់ខ្ញុំដែរប៉ុន្តែថ្នាក់លើយល់ថាមិនចង់ឲ្យលោកនិងខ្ញុំមានការតំណែងតំណងខ្លាចទៅជាពាក្យចចាមអារ៉ាមមិនល្អសម្រាប់លោកវាអាចប៉ះពាល់ដល់រដ្ឋាភិបាលថ្មីរបស់លោកនៅឯក្រោយឥឡូវនេះពួកលោកគួរតែនៅក្នុងផ្ទះសិនទៅបញ្ហាសុវត្ថិភាពពួកលោកខ្ញុំនឹងឲ្យពួកខ្ញុំទៅការពារក៏បានដែរ អញ្ចឹងខ្ញុំសូមអរគុណលោកសៀវឈិនហើយណា មិនអីទេនេះជាទូនទីរបស់ខ្ញុំ
តាមពិតខ្ញុំក៏ចង់ឲ្យរដ្ឋាភិបាលថ្មីរបស់លោកបង្កើតឲ្យបានឆាប់ដែរដើម្បីបញ្ចប់សង្គ្រាមជាបន្ទាន់ជាវាងមនុស្សស្លាប់នឹងគ្រោះថ្នាក់កូនប្រុសខ្ញុំក៏អាចត្រឡប់ទៅផ្ទះវិញបានដោយសុវត្ថិភាពដែរ យ៉ាងមិនហ្នឹងឯងកូនប្រុសរបស់លោកក៏នៅក្នុងសមរភូមិដែរ បាទកូនប្រុសខ្ញុំទាំងពីរនៅសមរភូមិមិនមែនតែខ្ញុំជាកងទ័ពមែនប៉ុន្តែក្នុងនាមជាឪពុកមានទឹកចិត្តដូចជាលោកអញ្ចឹងដែរ ពិតមែនហើយឪពុកម្ដាយនៅក្នុងលោកនេះតាមការពិតវាដូចតែគ្នាគឺមិនចង់ឲ្យមានសង្គ្រាមចង់ឲ្យឆាប់ចប់សង្គ្រាមសង្ឃឹមថាកូនទាំងអស់គ្នាអាចវិលត្រឡប់ទៅផ្ទះជួបជុំពុកម៉ែដើម្បីថ្ងៃនោះមកដល់ខ្ញុំសូមអរគុណលោកទៅចុះខ្ញុំក៏អរគុណលោកដែរអ្នកណាគេនឹងនេះជាផ្ទះរបស់លោកហ្វាងមែនទេអាចជាណាខ្ញុំជាកូនចៅរបស់លោកម្ចាស់វិនគាត់ឲ្យខ្ញុំមកអញ្ជើញលោកទៅណាលោកម្ចាស់វិនអញ្ជើញលោកទៅពិសាបាយអូចាំមកផ្លែនខ្ញុំទៅផ្លាស់ការសិនណាចាំមកផ្លែនលីទេបាទលោកនាយរបាយការណ៍មកដល់ហើយមកងារជាស្អីកងទ័ពស៊ីឈ្នួលពិតជាចឹងមែនពីព្រោះថាគិតកោប្រើកំបិតដែលជាប់នឹងកំភ្លើងគឺមានតែក្រុមពិសេសនេះទេទៅមានឧបករណ៍ល្អយ៉ាងនេះមានតែពូវាទេទើបដឹងថាចម្ងាយនេះសម្រាប់ឈិញវិនឈិនមិនស្លាប់ណាគោលបំណងរបស់ពួកគេគឺជាអ្វីទៅកន្លែងកើតហេតុពិនិត្យមើលនេះជាក្របកំភ្លើងទំហំ 7.65 នៅចម្ងាយនេះមិនអាចសម្រាប់គេបានទេអញ្ចឹងពួកគេបាញ់ពីទីនេះទៅព្រោះតែហេតុអ្វីទៅពីបាននិយាយដែរអាចជាក្រុមជនពីលបាញ់គ្នាដល់ចៃដន្យទេដឹងយើងសង្ឃឹមថារឿងនេះចៃដន្យទៅចុះទៅយើងស៊ូជិញបើម្សិលមិញគេបាញ់កំភ្លើងមិនមែនចង់សម្លាប់ឈិញវិនឈិនទេគ្រាន់តែចង់ឲ្យយើងត្រឡប់ទៅក្រោយវិញប៉ុណ្ណោះនោះបាននេះថាម៉េចលោកនេះចង់ដឹងពីរឿងអីនោះខ្ញុំកំពុងតែគិតការពីម្សិលមិញបើសិនជាពួកយើងមិនត្រឡប់ទៅក្រោយហើយធ្វើដំណើរទៅមុខទៀតវានឹងមានអ្វីកើតឡើងទៅខ្ញុំដូចជាមិនយល់ទៅខាងលើមើលតែក្រុមកិច្ចការខាងលើបានធ្វើអ្វីខ្លះមានកាយលោកតកែម្នាក់នេះគឺសៀឈិនយើងសម្រាប់គេចោលទៅកុំឲ្យមានគ្រោះទៅថ្ងៃក្រោយមិនក៏ទំនេរល្អម្នាក់លោកតកែផងអូគឺបងពេញឈិញទេអីទេវតាប្រចាំផ្ទះដែលលោកឲ្យមកខ្ញុំនោះខ្ញុំមិនទាន់អរគុណលោកនៅឡើយទេឲ្យតែលោកពេញចិត្តជាកម្មភាសាហើយខ្ញុំមកកន្លែងការហេតុដើម្បីមើលហើយចុះលោកវិញលោកមកពិនិត្យស្អីដែរទៅនឹងបងពេញឈិញកុំនិយាយលេងបើអ្នកណាទៅលួចភ្នោបុរាណខ្ញុំប្រហែលជាទៅមើលដែរហើយប្រសើរខ្លាំងណាស់ខ្ញុំក៏មិនចង់រំខានដល់ការរស់ស៊ីរបស់លោកតកែដែរថ្ងៃណាទំនេរខ្ញុំទៅលេងលោកបានខ្ញុំរងចាំគ្រប់ពេលបងណានៅតំបន់កាន់កាប់របស់បារាំងកុំចេះតែដោះកំភ្លើងព្រេះផ្ដាល់ឲ្យសោះណាលីហើយពីហ្វាណាជនបរទេសដែលទទួលភ្ញៀវសំខាន់នៅកំពង់ផែយើងនោះគឺឈិញវៃមែនទេហ្នឹងហើយលោកម្ចាស់វិនឥឡូវនេះគេជាមនុស្សដ៏សំខាន់នៅក្បែរវាងឈិញវៃហើយ
គេមិនមែនជាមេធាវីសម្រាប់ពួកយើងដោយការពីមុនទៀតនោះទេ សូមឲ្យគេកុំភ្លេចថាយើងគឺធ្លាប់រាប់អានគ្នាមកអាប្អូនណាញ៉ាំទៅណា មែនហើយលោកវ៉ានណាអញ្ជើញទៅអញ្ជើញពិសាទៅណា អរគុណណា លោកវ៉ានថ្ងៃក្រោយសត្វតែគ្រួសារតែមួយទេមិនបាច់ទៅតទេណា កុំនិយាយផ្ដេសផ្ដាស់ចំពោះកូនប្រសានេះលោកម្ចាស់យើងនៅមិនទាន់និយាយអីមួយម៉ាត់ផង ប៉ាជួយមើលពួកគាត់ផងឲ្យពួកគាត់ឈប់និយាយទៀតទេ ផងថៅកូនស្រីរបស់ខ្ញុំខូចក៏មកពីខ្ញុំបណ្ដោយគេពេកថ្ងៃណាក៏ខ្ញុំចង់ឲ្យគេរៀបការឆាប់ដែរខ្ញុំគឺមិនចង់ថ្លង់តទៅទៀតទេ ថ្លង់មែនទេខ្ញុំបារម្ភពេលដែលខ្ញុំរៀបការទៅមិនទាន់បានឆ្ងាយផងប៉ាយកប្រពន្ធចុងមួយទៀតហើយ ខ្ញុំប្រាប់អ្នកទាំងអស់គ្នាចុះណាឈ្មោះលោកហ្វាងពិតជាល្អណាស់ពេលដែលហៅថាថាវគឺរលកប្រមាណសរុបចូលគ្នាទាំងអស់តែម្ដងណាលោកហ្វាងឆ្លងកាត់រលកគ្រប់យ៉ាងខ្លួននៅក្នុងទឹកគួចខ្លាំងយ៉ាងណាក៏គេមិនមានការភ័យខ្លាចនោះដែរ ខ្ញុំមិនឈ្មោះរលកទេ អញ្ចឹងឈ្មោះស្អីទៅ ខ្ញុំឈ្មោះថាវដែលគេនិយាយមិនចេះចប់នោះណា តែលោកមិនចូលចិត្តនិយាយច្រើនទេ បាន លោកនាយហេតុអីបានជជុំនៅកន្លែងនេះ មានតែផ្លូវនីតិទើបកិច្ចការគ្មានឱកាសតាមសម្រាប់បាន សេជិញគាត់គម្របឡើងទៅមើល លោកនាយតើមានបញ្ហាអី ថយក្រោយ គ្រាប់បែងអ្នកណាជាអ្នកតា បើសិនជាថ្ងៃនោះគ្មានមនុស្សបាញ់មកគ្រាប់នោះទេព្រោះយើងប្រកាសជាស្លាប់ក្នុងឡានហើយទៅតកាខ្ញុំទៅចាត់ការពោវាយោបល់ល្អ គ្រាប់បែងអ្នកណាជាអ្នកតា បើសិនជាថ្ងៃនោះគ្មានមនុស្សបាញ់មកគ្រាប់នោះទេព្រោះយើងប្រកាសជាស្លាប់ក្នុងឡានហើយទៅតកាខ្ញុំទៅចាត់ការពោវាយោបល់ល្អឈប់សិនសភាពតាមស្រួលទេទុកថាសំណាល្អរបស់ពោវាចុះដល់ថយ គឺលោកសេឈៀនមែនទេហ្នឹងហើយ លោកអធិការជូសួស្ដី មនុស្សស្មានថាយុស្មាននេះហើយជួបលោកនៅទីនេះសោះណោះប្រហែលថ្ងៃនេះខ្ញុំកំពុងតែឆ្លៀតពេលដើម្បីទៅការិយាល័យរបស់លោក ខ្ញុំក៏ដឹងដែរខ្ញុំដឹងថាប្រហែលថ្ងៃមុនមានកិច្ចការតាមសម្រាប់លោកខ្ញុំដឹងថាលោកមុននឹងក្រោយប្រកាសជាមករកខ្ញុំមិនខានខ្ញុំបានត្រៀមកាដូដើម្បីជូនលោកឲ្យលោកមានភាពនឹងនៅក្នុងចិត្តមនុស្សស្មានថានៅទីនេះជួបលោកសោះ មិនមកជូនកាដូស្អីទេក្នុងនាមជាប៉ូលីសនៅក្នុងតំបន់នេះរំលងតែមួយថ្ងៃពីរទៅគឺតែងតែមានមនុស្សបាញ់គ្នាឲ្យតែខ្ញុំនៅស្ងប់យ៉ាងមិនកើតទៅ នេះជាការពិតណាស់ព
ពេលនោះពួកចលនាតស៊ូនឹងពួកប្រឆាំងតែទម្លាក់ខ្លួននៅតំបន់នេះធ្វើប៉ះពាល់ដល់សុវត្ថិភាពនៅទីនេះក៏ខ្លាំងដែរហើយក៏ជាបញ្ហាស្មុគស្មាញដល់ពួកខ្ញុំទៀតផងnữaខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបានសុខដូចគ្នាលោកប្រាប់ខ្ញុំបានទេថ្ងៃដែលលោកបានជុំនឹងឃាតករនោះគឺជាមនុស្សរបៀបយ៉ាងណាហើយងាយស្រួលដល់ពួកយើងដើម្បីស្រាវជ្រាវតទៅទៀតអ្នកដែលគេចង់សម្លាប់នោះគឺដៃគូរបស់លោកវ៉ាងឈិញវៃឈ្មោះឈិញវិនឈិនបើសិនជាចង់រកឃាតករពិតមិនខ្ញុំមានផុសតាំងមើលចុះនេះជាក្របបែកដែលគេចង់កំទេចក្រុមឡានរបស់យើងពេលនោះបើសិនជាមិនមនុស្សម្នាក់បាញ់កំភ្លើងឲ្យសញ្ញាពួកយើងត្រឡប់ទៅក្រៅទីនោះពួកយើងប្រហែលជាស្លាប់បាត់ទៅហើយលោកយល់ថាអ្នកណាគេចង់សម្លាប់វិនឈិននោះខ្ញុំពិបាកសន្និដ្ឋានណាស់ស្ថានភាពនៅចំពោះមុខមានមនុស្សច្រើនចង់សម្លាប់ឈិញវិនឈិនពេកហើយប្រសិនណាខ្ញុំមានការរវល់ទៀតលាសិនហើយថ្ងៃក្រោយចង់ធ្វើអ្វីនៅក្នុងតំបន់នេះសូមលោកឲ្យខ្ញុំដឹងមុនផងទៅចុះដើម្បីឲ្យពួកខ្ញុំត្រៀមខ្លួនជាមុនបាទអមែនណាមួយនេះឲ្យខ្ញុំបានដែរទេនឹងហើយបាទអ្នកទីពីរចាប់ត្រឡប់ទៅវិញទៅប្រហែលថ្ងៃនេះទីនេះគឺដូចជាមានការមិនស្រួលទេអរគុណលោកនេះហេតុអីបានជាពួកលោកគួរសមចំពោះគេខ្លាំងម្ល៉េះពួកគេមានជនជាតិបារាំងនៅពីក្រោយហើយពួកយើងក៏មិនទាន់ប្រកាសសង្គ្រាមជាមួយពួកបារាំងដែរគួរតែទុកមុខមាត់ឲ្យគេខ្លះnữaនេះជានយោបាយយល់ទេតែការលើកនេះពិតជាមានបញ្ហាមិនស្រួលខ្លាំងណាស់បងនិយាយតែមើលអ្នកដែលបាញ់មួយគ្រាប់នោះគឺជាអ្នកណាខ្ញុំនឹងសៀវវៃទៅពិនិត្យកន្លែងកើតហេតុទីកន្លែងនោះដាច់ខាតបាញ់មិនត្រូវឈិញវិនឈិននោះទេនេះប្រហែលជាចៃដន្យទេដឹងមិនមែនទេថ្ងៃនេះខ្ញុំបានជួបពួកជនបរទេសពួកគេមកក៏ព្រោះតែសារជ្រាវសកម្មភាពរបស់ពួកយើងដែរបងគិតតែមើលតើអ្នកណាគេមានចេតនាចង់មករំខានប្រហែលជាពួកប៉ាប្រឆាំងទេដឹងពេលនេះរឿងដែលខ្ញុំចង់ដឹងអ្នកដែលបាញ់គេនោះធ្វើយ៉ាងណាដឹងពីផែនការរបស់យើងបងបានន័យថាពួកយើងមានអ្នកបង្កប់លោកហ្វាងលោកដឹងទេខ្ញុំគឺជាមនុស្សរកស៊ីមានបកមានក្រុមបើសិនជាកូនប្រសាររបស់យើងជាអ្នកក្រៅបកក្រុមតើការរកស៊ីរបស់យើងនឹងប្រគល់ឲ្យកគេបានដែរទេខ្ញុំមិនអាចយកទ្រព្យសម្បត្តិរបស់ខ្ញុំឲ្យទៅអ្នកដទៃបានឡើយប៉ាមិនបានជាប៉ានិយាយពីរឿងនេះទៀតហើយបានហើយទ្រព្យសម្បត្តិខ្ញុំមិនត្រូវការទេអូសៀកុំលូកមាត់ណាឡំចំពោះរឿងប៉ាក្រុមខ្ញុំមិនមានការជំទាស់ទេតែខ្ញុំធ្វើការនៅក្នុងស្ថានទូតគឺមិនអាចពាក់ព័ន្ធជាមួយនឹងប៉ាក្រុមបាននោះទេលោកម្ចាស់គាត់និយាយត្រូវណាស់លោកហ្វាងគាត់មិនអាចចូលក្នុងក្រុមរបស់យើងបានមើលពីខាងក្រៅទៅគាត់ធ្វើការឲ្យពួកបរទេសតែជាក់ស្ដែងគាត់មានឋានៈផ្សេងទៅវិញនោះទេលពូខ្ញុំគ្មានឋានៈអីផ្សេងទៀតទេលោកហ្វាងលោកជួយធ្វើការឲ្យរាជការសប្តាហ៍ថ្ងៃនេះគេហៅថារដ្ឋាភិបាលណាតាមមែនទេលោកពូទោះទេឃើញអីខ្លះឆាប់និយាយទៅខ្ញុំចង់មើលតើគាត់មានស្អីលាក់នឹងខ្ញុំខ្លះនិយាយទៅខ្ញុំក៏ចង់ស្ដាប់ដែរបាទលោកហ្វាងខ្ញុំបានថ្លឹងឆ្អឹងរបស់លោកមានទម្ងន់3ដំឡឹង 8G ក្នុងគម្ពីរនិយាយថាឆ្អឹងរបស់មនុស្សយើងមានថ្លៃថ្នូរបំផុតអាចនៅក្នុងរាជវង្សបានណាហើយដែលហៅថារាជវង្សនោះគឺរាជការហើយនេះលោកក៏មិនចង់ប្រឡូកពិភពគុណដូចជាយើងអញ្ចឹងដែរខ្ញុំធ្វើការនៅក្នុងស្ថានទូតបេរលីនោះក៏ដូចជាធ្វើការឲ្យរដ្ឋាភិបាលប្រទេសបេរលីដែរលោកហ្វាងនេះប្រកែកនិយាយមែន
លោកខ្ញុំមិនមានបញ្ហាចំទាស់ទេសូមអនុញ្ញាតឲ្យខ្ញុំទៅស្ថានទូតរកពិធីដោះស្រាយទៅអញ្ចឹងថ្ងៃក្រោយយើងនិយាយគ្នាទៀតមែនការនោះអ្នកណាជាអ្នកបាញ់ប្តីរបស់ខ្ញុំរហូតដល់ពេលនេះគ្មានអ្នកណាដឹងសោះស៊ីយិននាងនៅតែបន្ទោសខ្ញុំមែនទេបន្ទោសខ្ញុំការនោះមិនបានការពារប្តីនាងបន្ទោសខ្ញុំមិនដល់ឃើញប្តីនាងស្លាប់យ៉ាងនេះតាមពិតបងក៏ធ្វើអីមិនកើតដែរប៉ុន្តែខ្ញុំពិតជាចង់ដឹងប្តីរបស់ខ្ញុំគឺជាអ្នកយកការរបស់ពួកប្រឆាំងមែនទេហេតុអីបានជាយូរឆ្នាំមកហើយបងនៅតែមិនព្រមប្រាប់ខ្ញុំមិនប្រាប់នាងមិនមែនខ្ញុំចង់លាក់បាននឹងនាងទេនោះមកពីខ្ញុំមិនដឹងបងមិនដឹងរឿងអីបងមិនដឹងថាប្តីរបស់ខ្ញុំជាអ្នកយកការរបស់ពួកប្រឆាំងឬមួយក៏បងអត់ដឹងសោះថាអ្នកណាជាអ្នកសម្លាប់គាត់ថ្ងៃដែលប្តីនាងត្រូវសម្លាប់ខ្ញុំមិនបាននៅក្បែរគេទេពេលដែលខ្ញុំទៅដល់ទីនោះគេនៅសល់ដង្ហើមចុងក្រោយបើខ្ញុំនៅក្បែរគេមិនស្លាប់ទេដូច្នេះកិច្ចការទាំងនេះខ្ញុំសោកស្ដាយខ្លាំងណាស់ពេលដែលគេស្លាប់គេនិយាយតែមួយម៉ាត់សូមឲ្យខ្ញុំជួយថែរក្សានាងឲ្យបានល្អមកពីខ្ញុំអាក្រក់ខ្ញុំមិនគួររំលឹករឿងពីមុនទេមិនអីទេខ្ញុំក៏ដឹងដែរចង់បំភ្លេចគេចោលមិនមែនងាយទេលោកម្ចាស់ត្រឡប់មកវិញហើយខ្ញុំលឺដំណឹងភ្លាមខ្ញុំដេកមិនលក់ទេលោកម្ចាស់មកវិញពិតជាប្រសើរណាស់លីវ៉ាណាឆាប់ទៅឆុងទឹកតែយកឲ្យលោកសៀវឈៀនហើយជាមួយនឹងលោកសៀវឈិញផងណាទេមិនបាច់ទេណាលោកឈិញព្រោះយើងមានការងាររវល់សូមលោកកុំបារម្ភអីខាងក្រៅសុទ្ធតែជាមនុស្សរបស់ខ្ញុំនឹងការពារគ្រួសារលោកគ្រប់ពេលវេលាទាំងអស់ប្រសើរណាស់ខ្ញុំនឹងគ្រួសាររបស់ខ្ញុំអរគុណលោកសៀវឈៀនហើយនេះជាការងារខ្ញុំទេលាសិនហើយលាហើយអ្នកស្រីទៅតែមកដល់សៀងហៃក៏មានមនុស្សមកបាញ់ក្បែរយើងការរស់នៅរបៀបភ័យខ្លាចបែបនេះពេលណាទើបចាប់ទៅពេលដែលកសាងរដ្ឋាភិបាលថ្មីបានសម្រេចអ្វីនឹងល្អឡើងវិញពិតជាត្រឹមត្រូវមិនងាយទេបងចោះចាយជាមួយពួកបរទេសអររយៈពេលកន្លះឆ្នាំទៅហើយយើងត្រូវតថ្លៃជាមួយនឹងពួកបរទេសតែម្ដងនេះពិតជាមិនយល់ទេលោកវ៉ាងឈិញវៃគឺឲ្យពួកយើងមកលើកនេះក៏ព្រោះតែរៀបចំរដ្ឋាភិបាលថ្មីលោកវ៉ាងឈិញវៃអត់ដឹងសោះថាពួកយើងមកដល់សៀងហៃដូចជាចូលក្នុងស្បុកចចតនឹងខ្លាទៅហើយលីហ្វាងខ្ញុំនឹងថារឿងការពីម្សិលមិញនេះធ្វើឲ្យនាងនឹងមានការភ័យខ្លាចខ្លាំងណាស់បើសិនជាអញ្ចឹងនាងទៅហុងកុងជាមួយនឹងគូឡាងទៅនៅបដោះអសន្នសិនទៅទីនោះគឺមានភាពនឹងណោយើងជាប្តីប្រពន្ធនឹងគ្នា
ត្រូវតែរួមសុខទុក្ខជាមួយនឹងគ្នាដែរខ្ញុំមានរឿងអីទុកឲ្យបងនៅតែម្នាក់ឯងខ្ញុំពិតជាបារម្ភនឹងបងណាស់ បានប្រពន្ធដូចជាអូនបងនៅទៀមទាស្អីទៀតទៅ លោកបងផង អូតែបងពេញចេញទេ មានមិត្តម្នាក់យកស្រាបរទេសមកឲ្យខ្ញុំមិនដាច់ចិត្តផឹកហើយគិតទៀតគឺមានតែយកមកជូនលោកថកែហ្វុងតែប៉ុណ្ណោះទេណា អូអរគុណហើយចេញអង្គុយទៅអង្គុយ បាទ បងពេញចេញយើងស្គាល់គ្នាយូរឆ្នាំហើយខ្ញុំមិនដែលជួនអ្វីទៅបងនោះទេខ្ញុំគ្រាន់តែជូនផ្ទាំងគំនូឲ្យទៅបងក៏មកលេងនឹងខ្ញុំយ៉ាងនេះទៅហើយណូបាទដឹងថាអញ្ចឹងខ្ញុំជួនរបស់ទៅបងរាល់ថ្ងៃមិនថាផ្ទាំងគំនូឬមួយអ្វីក៏បានដែរ លោកប្អូននិយាយកាប់ពិតទៅចុះអ្វីដែលលោកប្អូនឲ្យមកខ្ញុំទាំងអស់គឺខ្ញុំមិនប្រកាសថាពេញចិត្តទេមិនមែនណា វិជ្ជាការពិតណាស់ទាំងគំនូទាំងពីរដែលលោកប្អូនឲ្យខ្ញុំនោះគឺពិតជាធ្វើឲ្យខ្ញុំមានការត្រេកអរខ្លាំងណាស់នៅក្នុងចិត្តរបស់ខ្ញុំនេះ បងពេញចេញយើងទាំងពីររាប់អានគ្នាយូរហើយយើងទុកបងដូចជាមិត្តដឹងចិត្តដឹងស្និទ្ធស្នាលគ្នាទៀត ណ៎ណាបើចាត់ទុកខ្ញុំជាមិត្តដឹងចិត្តដឹងថ្លើមហើយខ្ញុំចង់សួរលបងដែរតើបានអីទៀតហ្នឹងមានអីសួរចុះថ្ងៃដែលពួកជនបរទេសទៅទទួលវិនឈានគឺលោកប្អូនគឺជាអ្នកដាក់ក្របបែបនេះមែនទេនឹងហើយឲ្យគេបាញ់កំភ្លើងទៀតផង បងពេញចេញយើងតែពីររាប់អានគ្នាយូរឆ្នាំហើយបងក៏ដឹងដែរបើសិនជាអាចប្រាប់បងបានខ្ញុំប្រកាសជាប្រាប់បងជាការប៉ុណ្ណាប្រហែលឆ្នាំនេះដោយសារតែបងពេញចេញជួយខ្ញុំបើខ្វះការគួរសមសូមមេត្តាជួយអធិស្ឋានផងតិចចុះហើយខ្ញុំក៏ជាមនុស្សនៅក្នុងពិភពគុណដែរលោកយល់ច្រឡំហើយខ្ញុំមិនចង់ស្រាវជ្រាវរឿងក្តីនេះទេខ្ញុំគ្រាន់តែចង់រំលឹកបងមួយម៉ាត់នៅក្បែរបងគឺមានមនុស្សមួយក្រុមប៉ុន្តែប្រវត្តិរបស់ពួកគេខ្ញុំមិនដឹងច្បាស់ទេបងគិតទៅមើលដាក់ក្របបែកនៅតាមផ្លូវហើយនឹងបាញ់កំភ្លើងនៅលើផ្លូវប្រហែលជាមិនមែនជាមនុស្សរបស់បងនោះទេតែបងធ្វើអ្វីក៏ដោយត្រូវតែប្រយ័ត្នតិច បាទអរគុណបងពេញចេញ ដល់ណារឿងនេះលបងដឹងច្បាស់ណាស់ហើយចំណែកខ្ញុំមានការរវល់ថ្ងៃក្រោយអញ្ជើញទៅលេងផ្ទះខ្ញុំផងណាយើងផឹកបណ្ដានិយាយគ្នាបណ្ដាលាសិនហើយ តែបងពេញចេញសូមអញ្ជើញតាមស្រួល លោកម្ចាស់វិនលោករកខ្ញុំយើងដឹងថាវិនឈៀនគេនៅតាមផ្លូវជួបនឹងឃាតករមែនទេមែនហើយប៉ុន្តែគាត់មិនអីទេឥឡូវដល់ផ្ទះហើយហើយរៀបចំឲ្យយើងទៅផ្ទះរបស់គេមានរឿងកើតឡើងធំយ៉ាងនេះយើងធ្វើមិនដឹងមិនលឺយ៉ាងម៉េចកើតទៅលោកម្ចាស់ឈិញវិនឈិនពេលនេះមិនដូចឈិញវិនឈិនជួយលោកកាលពីមុនទេគេនៅជាមួយវាងឈិញវ័យទៅគេយល់ថាជាជនក្បត់ជាតិឲ្យលោកម្ចាស់ទៅពេលនេះវាដូចជាមិនសមទេដឹងម្យ៉ាងទៀតរាល់ឆ្នាំលោកម្ចាស់ជូនអីទៅគេក៏គេយកមកវិញដែរមិនថាគេធ្វើការឲ្យអ្នកណាក៏ដោយក៏គេគឺជាអ្នកមានគុណនឹងយើងកាលនោះមិនមែនពេលកាត់ក្តីបន្ធូរដៃឲ្យយើងទេយើងពេលនេះប្រហែលជាទើបតែចេញពីគុកទេណាខ្ញុំដឹងហើយខ្ញុំទៅរៀបចំភ្លាមណែមានមនុស្សមកប្រយ័ត្នតិចពួកគេចិត្តណាហេតុអីបានយកអីវ៉ាន់មកច្រើនម្ល៉េះនោះមិនដឹងដែរបន្តិចទៀតពួកគេចេញផ្ទះឲ្យគេតាមពិនិត្យមើល
លោកឈិញ លោកអូ លោកឈិញលោកម្ចាស់ផ្ដាំខ្ញុំឲ្យយករបស់ទាំងនេះមកជូនលោកឈិញផ្ទាល់ថាទទួលលោកក៏បានថាកុំឲ្យលោកផិតភ័យខ្លាចក៏បានសូមលោកកុំបដិសេធអីណាលោកទទួលយកទៅហើយការនោះខ្ញុំគ្រាន់តែជួយលោកវិនបន្តិចបន្តួចតែប៉ុណ្ណោះហេតុអីបានជាគាត់នៅតែមិនព្រមបំភ្លេចចោលអញ្ចឹងអញ្ចឹងសូមលោកទៅជំរាបលោកវិនសន្តានចិត្តរបស់គាត់ថាខ្ញុំទទួលហើយតែរបស់ទាំងនេះខ្ញុំទទួលមិនបានទេ លោកឈិញផ្ទះរបស់លោកខ្ញុំមិនមែនមកតែម្ដងទេប៉ុន្តែរបស់ទាំងនេះលោកម្ដងណាក៏មិនព្រមទទួលបើខ្ញុំត្រឡប់ទៅវិញលោកវិនប្រកាសជាបន្ទោសខ្ញុំធ្វើការមិនបានសម្រេចហើយហើយនេះសូមលោកមេត្តាយល់ដល់ខ្ញុំទទួលរបស់ទាំងអស់នេះតែម្ដងទៅលោកអូមិនបាញ់និយាយច្រើនទេឥឡូវនេះខ្ញុំធ្វើការជូនរដ្ឋាភិបាលត្រូវឃ្លាតឆ្ងាយចេញពីរបស់ទាំងអស់នេះហើយដូច្នេះហើយខ្ញុំមិនអាចទទួលអ្វីពីបងប្អូនញាតិសន្តានរបស់លោកអូគឺជាមនុស្សដែលធ្លាប់រៀនសូត្រជ្រៅជ្រះសូមកុំបង្ខំខ្ញុំឲ្យបំផ្លាញកិត្តិយសរបស់ខ្ញុំឲ្យសោះណាបាទនេះជាស្អីនឹងហើយកម្មវិធីសម្ពោធរបស់សមាគមរបស់លោកវិនហើយនេះសូមលោកអញ្ជើញចូលរួមកុំខានឲ្យសោះហើយឥឡូវនេះខ្ញុំមានការរវល់ច្រើនពិតជាមានការទើសទាល់ទាំងបង្ហាញខ្លួនមិនបានសូមឲ្យលោកវិនទទួលការថ្លែងអំណរគុណពីខ្ញុំថ្ងៃក្រោយខ្ញុំប្រកាសជាទៅលេងជាមួយគាត់មិនខានទេណាបើអញ្ចឹងខ្ញុំសូមលាទៅសិនហើយសូមស្វាគមន៍លោកកុំគិតតែពីមើលល្ខោននៅកន្លែងរបស់ខ្ញុំនេះជួបបារីលេងលបែងច្រៀងចម្រៀងស្អីក៏មានដែរអានេះបានជាលោកហៅថាពិភពលោកតូចមែនទេបាទសូមជើញចូលសូមជើញចូលជើញសូមជើញសូមអរគុណអញ្ជើញចូលសាទរអរគុណណាសូមជើញសួស្តីឡំពួកឯងមកហើយនឹងលោកប៉ាមានសំណាងល្អមែនអ៊ំស្រីរបស់ឯងមកហើយខ្ញុំដឹងហើយតែខ្ញុំទៅជួបអ៊ំស្រីសិនអ៊ំស្រីយើងគ្រាន់តែឮសំឡេងក៏ដឹងថានាងមកទៅហើយអ៊ំស្រីឈ្នះបៀមែនទេមែនគឺលោកពូអ៊ូជាអ្នកចាញ់លោកពូបន្ធូរដៃតិដឹងហីមកពីខ្ញុំសំណាងអាក្រក់ហើយលោកជាអ្នកណាដែរខ្ញុំឈ្មោះវាងថាអ៊ំស្រីគាត់គឺជាមិត្តប្រុសរបស់ខ្ញុំអាយ៉ាអ៊ូសេធំហើយមានសង្សារហើយមែនទេណែលោកហ្វាងតើលោកធ្វើការនៅណាដែរខ្ញុំធ្វើការនៅស្ថានទូតប្រទេសបេក្លីអូអស្ចារ្យមែនទេការងារល្អណាស់រូបរាងក៏សង្ហាលោកហ្វាងចេះលេងល្បែងដែរទេនឹងចាអូមកលេងកំដរខ្ញុំមកផ្លែទៅបានទេលោកហ្វាងអង្គុយទៅអញ្ជើញលោកហ្វាងដល់វេនលោកហើយលោកហ្វានដល់វេនលោកហើយបានលេខ9ឈ្នះហើយមិនក៏ឆាប់ឈ្នះម្ល៉េះយ៉ាសំណាងល្អទេសំទោសលោកខានតែលោកឈ្មោះអីដែរទៅហ្នឹងគាត់តកូលូខ្ញុំឈ្មោះថាលូកងជាចាំបីខ្ញុំគឺបាងថែណាអញទៅផ្ទះខ្ញុំមួយផ្លែនខ្ញុំយកប្រអប់មួយហើយនៅចាំខ្ញុំនៅកៅផ្ទះទល់មុខពិភពលោកតូចនោះទៅណាខ្ញុំបានឃើញម្ចាស់បំណុលជំពាក់បំណុលឈិនទានហើយខ្ញុំត្រូវទារបំណុលពីគេនោះឲ្យទាល់តែបានបាទ
ទូរស័ព្ទបងថាគាត់ថាម្ចាស់បំណុលជាពាក់បំណុលឈិនឈិននៅចិត្តគាត់ឥឡូវគាត់ឲ្យខ្ញុំទៅផ្ទះយកប្រាក់ មិនបានជាឈរនៅស្ងៀមតែម្នាក់ឯងមិនព្រមលេងទេ ទីនេះមិនទុំសម្រាប់ជួបផ្ដាច់ទេ មាន នំចិនទៅមើល នៅទីនេះលេងសុកសុកហេតុអីបានទៅកន្លែងផ្សេង នេះជាបញ្ជា កុំភ្លេចណាអ្នកណាគោះទ្វារក៏មិនត្រូវបើកដែរសូម្បីតែពុករបស់នាងក៏មិនអាចបើកបានដែរនៅទីនេះចាំខ្ញុំហើយណា អេមានអីកាត់ឡើង នេះឈៀនកំពុងរងចាំលោកនៅហាងតែ ខ្ញុំដឹងហើយសេឈិនមកហើយនៅហាងតែ ហើយយោលោកសេឈៀនមានរឿងអីបានចេញមកហាងតែដែរហ្នឹងហើយហាងរបស់ខ្ញុំតូចតាចមិនហ៊ានរំខានដល់លោកនោះទេ តាមពិតខ្ញុំក៏មិនហ៊ានរំខានលោកដែរខ្ញុំមកថ្ងៃនេះមិនមែនចូលរួមកម្មវិធីជប់លៀងទេ អញ្ចឹងតែមានកិច្ចការទៅ លោកស៊ូជីង លោកមួយយ៉ាងលោកសេឈៀនណាលោកឲ្យខ្ញុំមើលរបស់ទាំងនេះបានន័យថាម៉េចហ្នឹងខ្ញុំដូចជាមិនយល់ លោកមុយងនេះជារបាយការណ៍កងទ័ពរបស់យើងខ្ញុំយកទៅឲ្យគេបកប្រែជាភាសាដើម្បីឲ្យលោកមកមើលហើយពន្យល់ដល់លោក លោកនិយាយតិចដឹងមានបញ្ហារឿងបែបនេះកើតឡើងឲ្យខ្ញុំមានយោបល់អីទៀត លោកមុយងព្រោះយើងត្រូវការទុករបស់លោកដើម្បីដឹកជញ្ជូនស្បៀងអាហារទៅស៊ូជើនៅក្នុងរបាយការណ៍និយាយបានយ៉ាងច្បាស់លាស់ណាស់កងទ័ពថ្មីធ្វើសកម្មភាពបានត្រៀមលក្ខណៈសម្បត្តិគ្រប់យ៉ាងពួកគេបានទទួលដំណឹងការដឹកស្បៀងអាហារយើងនេះយ៉ាងច្បាស់លាស់អស់ទៅហើយ នោះបានន័យថាលោកសង្ស័យលើយើងហើយមែនទេហ្នឹងឯង យើងមិនមែនសង្ស័យទៅលើលោកទេប៉ុន្តែពួកយើងប្រើទូករបស់លោកដឹកជញ្ជូនស្បៀងកងទ័ពម្យ៉ាងទៀតអ្នកបម្រើនៅលើទូកគឺជាមនុស្សរបស់លោកតើពួកយើងគួរសួរនាំជាមួយលោកខ្លះដែរទេ បើសិនជាលោកមិនទុកចិត្តមនុស្សរបស់ខ្ញុំទេខ្ញុំនឹងឲ្យគេត្រឡប់មកផ្ទះវិញភ្លាម និយាយបានច្បាស់ទីចុះបងប្អូនរបស់យើងមានគ្រោះថ្នាក់ប្រមាណទូកយើងលិចអស់ប្រមាណគឺខ្ញុំមិនទាន់ដឹងច្បាស់នៅឡើយទេលោកប្រើឃ្លាំងរបស់យើងដឹកជញ្ជូនអីក៏ដោយក៏យើងអត់ដឹងអីបន្តិចតតែសោះដែរនោះបានន័យថាខ្ញុំមុខយ៉ងវិនគឺគ្រាន់តែជាអ្នករកស៊ីដូចជាយើងអញ្ចឹងតើមានបញ្ហាអីទាស់ខុសទៅអី បញ្ហានេះកើតឡើងគឺមានជនបង្កប់នៅក្នុងនោះណាខ្ញុំរកលោកព្រោះតែចង់ដឹងពីបញ្ជីឈ្មោះរបស់មនុស្សដែលចេញចូលនៅក្នុងបន្ទប់ការងារកំពង់ផែតែប៉ុណ្ណោះទេ គេមកហើយ ធ្វើអីបើយីទៅវាឥឡូវនេះ ដល់វិញខ្ញុំហើយដល់វិញខ្ញុំឈ្នះទៀតហើយឈ្នះទៀតហើយសំណាងល្អមែនសំណាងល្អមែន លោកពិតជាមានសំណាងល្អមែនទេ មក
មកឈ្នះទៀតហើយលឹមចាវិនមានអីហ្នឹងលោកត្រូវគ្រាប់ហើយហ៎ស៊ីជីងបាទយកសារសពទៅសារសពយកទៅមិនបានទេរបស់នៅទីនេះប៉ះពាល់មិនបានទេខ្ញុំត្រូវធ្វើការត្រួតពិនិត្យទៀតណាលោកចាវិនសូមអ្នកទាំងអស់គ្នាថយចេញសិនមួយផ្លែតសូមជើញលោកអធិការជូតាមពិតមិនចាំបាច់ពិនិត្យក៏ដឹងដែរគ្រាប់កំភ្លើងបាញ់ពីផ្ទះខាងនោះមកលោកថានណាក៏មិនអាចប្រើអាវុធនៅក្នុងតំបន់នេះបានដែរមែនទេលោកនឹងខ្លាចទៅជាមន្ត្រីដ៏សំខាន់របស់រដ្ឋាភិបាលថ្មីសូមឲ្យលោកតាមចាប់ឃាតករនោះឲ្យបានឆាប់ម្យ៉ាងទៀតយើងនឹងមានបញ្ជីឈ្មោះជាភ្លារបស់លោកមុយងណាលោកមុយងខ្ញុំយល់ថាមនុស្សដែលនៅក្នុងផ្ទះនេះសុទ្ធតែជាជាប់សង្ស័យទាំងអស់ Listener លោកម្ចាស់វិនលោកអូសំជេងឯណាអូស៊ីអូស៊ីណានាងបើកទ្វារទៅឆេវឆាមានគ្រោះថ្នាក់យ៉ាងណាលោកមានដឹងទេហេតុអីបានជាមិនរាយការណ៍កាលពីលមុនធ្វើឃាតលោកកងជាខ្ញុំបានរាយការណ៍ចំពោះបងរួចទៅហើយពេលនោះបងមិនមានចំទាស់អ្វីនោះទេណាតែម្ដងនេះទាំងពេលវេលាទាំងទីកន្លែងនឹងមនុស្សដែលនៅជុំវិញលោកមិនដូចគ្នាទេសម្រាប់ពួកក្បត់ជៀនតាមការពិនវាដូចតែគ្នាទេលោកនៅជាមួយអ៊ូស៊ីបើសិនជាមានអីកើតឡើងវានឹងប៉ះពាល់ដល់លោកធ្វើឲ្យបែកការរឿងរបស់លោកមុខយ៉ងវិនគឺជាមនុស្សពូកែម្នាក់បើសិនជាគេមើលដឹងរឿងអ្វីមួយលោកគិតយ៉ាងម៉េចពួកយើងខំមកដោះបណ្ដាលលោកចំណាយអស់ច្រើនណាស់ហេតុអីបានជាលោកប្រថុយគ្រោះថ្នាក់យ៉ាងនេះយើងពិតជាមិនយល់សោះសំទោសអ្នកគ្រូប៉ែនពីព្រោះលើមុនអ្នកដែលស្លាប់នៅក្នុងការធ្វើឃាតលោកកងជានោះគឺជាមិត្តរួមការងាររបស់ខ្ញុំម្ដងនេះបានជុំលោកកងជាខ្ញុំពិតជាទ្រាំមិនបានទេហើយដូច្នេះហើយបានជាខ្ញុំធ្វើអញ្ចឹងសូមទោសផងទៅចុះណាលោកខ្លួនតែមួយកំភ្លើងតែមួយអាចបណ្ដេញពួកបរទេសឈ្លានពានបានទេពួកយើងមានអ្នកដឹកនាំកងទ័ពគោរពវិន័យនិងបទបញ្ជាមិនមែនជាអ្នកពិភពគុណវាយពីក្រុមមួយទៅក្រុមមួយហេតុនេះហើយសូមលោកយល់ឲ្យបានច្បាស់ពីរឿងនេះ
សូមកុំបារម្ភអ្នកគ្រូប៉ាងខ្ញុំធានាថាថ្ងៃក្រោយខ្ញុំមិនធ្វើដូច្នេះទៀតទេ បានទៅវិញចុះតែលើកក្រោយកុំឲ្យធ្វើដូច្នេះទៀត ត្រូវមាត់ហើយហ៎ល្អណាស់ អរគុណនាង មិនបាច់ទេប៉ុន្តែលើកក្រោយធ្វើអីក៏ដោយត្រូវតែឲ្យខ្ញុំដឹងមុនផងដើម្បីឲ្យខ្ញុំត្រៀមលក្ខណៈផ្លូវចិន បាទ មិនបានជាលោកអាចធ្វើដូច្នេះបាន ធ្វើយ៉ាងម៉េចទៅ ចម្ងាយឆ្ងាយយ៉ាងនេះហេតុអីបានជាបាញ់ត្រង់ម្លេះ រឿងនេះមិននិយាយតែមួយម៉ាត់ពីរអាចយល់បាននោះទេណាយល់ទេ បងរៀនខ្ញុំបាញ់កំភ្លើងបានទេ នាងមិនចេះប្រើកំភ្លើងទេ ខ្ញុំមាននិយាយថាខ្ញុំមិនចេះប្រើកំភ្លើងតាំងពីកាលណា កាលពីលើកមុនគឺជួពេញគឺយើងត្រូវធ្វើឃាតសម្រាប់ និយា នោះ យរឿងថ្ងៃមុនទៀតទេតាព្រមឬក៏មិនព្រម ចាំខ្ញុំមានពេលសិន ពិតជាអញ្ចឹងមែនទេ បាទ លោកនាយ មើលរូបថតនៅលើតុទៅមើលតើមាននរណាដែលអាចស្គាល់ទេ នេះជារូបថតអីហ្នឹងហ៎ព្រិលអស់ទៅហើយហ្នឹង មិត្តភក្តិគុកមីងបានឲ្យកងទ័ពមកក្រុមទៅអាល្លឺម៉ង់រៀនប្រើកំភ្លើងវែងក្រោយមកយើងមានការប្រយុទ្ធគ្នាខ្ញុំក៏បានបាញ់ត្រូវម្នាក់បើតាមគេនិយាយម្នាក់នោះគឺជាអ្នកដ៏ពូកែបំផុតក្នុងចំណោមពួកគេឯងដឹងទេឥឡូវនេះស្រាប់តែមានអ្នកប្រើកំភ្លើងវែងបែបនេះចេញមុខទៀតយើងក៏ស្រាប់តែនឹកឃើញដល់អ្នកទាំងអស់នោះយើងឲ្យពួកអាល្លឺម៉ង់ផ្ដល់ឯកសារមកឲ្យយើងឥឡូវឯងមើលមនុស្សក្នុងរូបថតនោះជានរណា យល់ថាមួយណា ជួរខាងមុខអ្នកទី3ឈ្មោះលីវជីងណានគឺជាអ្នកដែលមានស្នាដៃល្អបំផុតក្នុងចំណោមពួកគេចេះនិយាយភាសាអាល្លឺម៉ង់និងភាសាបារាំងដល់ពូកែ មិនបានជាលោកដឹងថាលោកជាអ្នកបាញ់ឲ្យគេត្រូវរបួសដូច្នេះ ពេលនោះយើងយកកាយឆ្លងនេះតម្រង់មើលឃើញគេជាអ្នកកំឡោះម្នាក់ដូចជាកូនប្រុសរបស់យើងណាស់ក្រោយពីគេត្រូវគ្រាប់យើងលឺអ្នកទៅនោះស្រែកហៅជីងណានមនុស្សស្មានថាគេស្លាប់តែគេក្រោកឈរឡើងហើយរត់សម្ដៅមករកយើងបាញ់ជាង10គ្រាប់តទៅទៀតគេបាញ់សម្លាប់មិត្តរបស់យើងណាលោកមេកងអេនជីក្រោយមកទើបគេដួលនៅនឹងកន្លែងយើងស្មានថាគេស្លាប់បាត់ទៅហើយប៉ុន្តែ គេនៅរស់នៅឡើយ មិនដឹងទេ ឈ្មោះលីវជីណាននៅសៀងហៃឬក៏យ៉ាងម៉េច លោកស៊ឺជីងខ្ញុំមិនដឹងទេតែខ្ញុំមានអារម្មណ៍យល់ថាគេកាន់តែគៀកយើងជាងមុនទៅទៀតនេះលោករកយើងមានការអី ក្នុងនេះមានបញ្ជីឈ្មោះពីរគឺសុទ្ធតែជាភ្ញៀវរបស់លោកមួយយ៉ុងអញ្ជើញមកហើយគឺមានបញ្ជីឈ្មោះមួយទៀតគឺសម្រាប់ចេញចូលក្នុងបន្ទប់ធំ ម្នាក់នឹងមកដែរ អ្នកណាគេ ប៉ាងថៅ ប៉ុន្មានណាគេធ្លាប់នៅកំពង់ផែម្ដងហើយនៅក្នុងកន្លែងការហែបពិភពលោកក៏ប៉ុន្តែក្របកំភ្លើងបាញ់នៅខាងក្រៅមើលទៅមិនមែនជាម្នាក់នឹងទេ លោកស៊ូជីងរកពេលដើម្បីសាកចិត្តគេបន្តិចទៅមើលអ្នកនាងត្រូវការទេខ្លះ ខ្ញុំមិនមែនមកទិញតំណែងទេខ្ញុំមានរបស់ត្រូវការលក់ អ្នកនាងចង់លក់អី គឺជើងធូបផ្សែង អរខ្ញុំសុំមើលបន្តិចខ្ញុំឲ្យតម្លៃ2យេនទៅចុះ បងអូនប្រុសមិនគួរអញ្ចឹងសោះតែបាត់តែខ្ញុំត្រូវការប្រាក់ចាំបាច់ពិតមែនតែតម្លៃដែលបងអូនឲ្យខ្ញុំនេះវាដូចជាថោកពេកហើយ ពេលនេះមានសង្គ្រាមវត្ថុបុរាណលក់មិនដាច់ទេតាមពួកយើងក៏មិនចង់ទិញដែរតែបើអ្នកនាងចង់លក់យើងឲ្យតម្លៃប៉ុណ្្នឹងទៅ ចេះតែចាស់ហើយតកែរបស់បងអូនមកជួបជាមួយខ្ញុំមួយផ្លេតទេ
លោកតកែមកក៏តម្លៃប៉ុណ្ណឹងដែរ តែខ្ញុំចង់ជួបគាត់បើមិនអញ្ចឹងទេខ្ញុំមិនអស់ចិត្តទេ សេវីមានរឿងអីលោកតកែអ្នកនេះគាត់ត្រូវការលក់ជើងធុកផ្សែងអ្នកនេះសុំជ័យមកខាងនេះមកអញ្ជើញអ្នកនាងជើងធុកនេះអ្នកនាងលក់តម្លៃប្រមាណដែរទៅយ៉ាងហោចណាស់ក៏លក់បាន10យេនដែរ10យេនណាជើងធុកនេះមិនមែនតម្លៃ10យេនទេនេះជារបស់តាំងពីចំនួនលោកយាយរបស់ខ្ញុំមើលចាស់នៅពីក្រោមជើងធុកនេះមានកដាស់មួយទ្រាប់នៅពីក្នុងនេះទៀតផងអ្នកនាងពេលនេះពិបាករកស៊ីណាស់5យេនអ្នកនាងយល់យ៉ាងម៉េចដែរបានឥឡូវនេះខ្ញុំត្រូវការប្រាក់ចាំបាច់ណាស់អញ្ចឹងក៏បានដែរមិនជាពីចុងឈិនមែនទេ ត្រូវ សរសើរថាមិនខ្លាច ក្រុមរបស់វាងជីងវៃចរចាជាមួយរដ្ឋាភិបាលបរទេសរយៈពេលប្រមាណខែគ្មានលទ្ធផលសោះរាជរដ្ឋមន្ត្រីរបស់គេក៏សូមលាលែងពីតំណែងអ្នកដែលទទួលតំណែងថ្មីនោះគឺសម្រាប់ចិត្តគ្រប់គ្រងវាងជីងវៃកសាងរដ្ឋាភិបាលអាយ៉ងឲ្យទឹកគេម្យ៉ាងទៀតពួកគេមានកិច្ចព្រមព្រៀងគ្នាក្នុងការកសាងរដ្ឋាភិបាលថ្មីរួចបាត់ទៅហើយណាហើយក្រៅពីនេះទៀតបញ្ជាពីឆុងឈិញការបញ្ជាពីឆុងឈិញនេះគឺឆ្លងកាត់សមាជិករបស់វាងជីងវៃធ្វើយ៉ាងណាឲ្យដឹងខ្លឹមសារនៃការចរចារបស់ក្រមវាជាមួយរដ្ឋាភិបាលបរទេសឲ្យបានសិនក៏ដឹងរបស់យើងគឺអ្វីចូលរួមការចរចាឥឡូវនេះអ្នកដែលត្រឡប់មកវិញនោះគឺមានតែឈិញវិនឈិនប៉ុណ្ណោះឈិញវិនឈៀងលឹកមុនបងឲ្យពួកយើងសម្រាប់គេមែនទេត្រូវស៊ីយិនអ្វីដែលនាងស្មានត្រឹមត្រូវណាសំណាលល្អលើកមុនយើងសម្រាប់គេមិនទាន់កុំអីយើងត្រូវទទួលខុសត្រូវធ្ងន់ធ្ងរជាមិនខានទេកុំឈប់ណាទៅមករហូតទៅបងធ្វើអីក៏ដោយតែងតែដឹងខ្លួនថាខ្ញុំនៅពីក្រោយរឿងដែលកើតឡើងប៉ុន្តែម្ដងណាក៏បងមិនដែលស្ដាប់ខ្ញុំលោកតកែមានគេតាមពីក្រោយបងថាវមិញគាត់អត់បានចូលមកទេគាត់ទៅមុខរហូត